បន្តមកទៀតណាគេក៏នោះក៏ខ្លាចទៅជាមនុស្សញាតិល្បែងតែម្ដងទៅហើយមានលើកនោះណាក្រុមហ៊ុនកម្ចីអនឡាញបានមកលោឡាដល់ក្រុមហ៊ុនទៀតផងមិនស្មានថានាងត្រូវរងទុក្ខវេទនាក្នុងជីវិតអាពាហ៍ពិពាហ៍បែបនេះសោះតែតោះបានហើយពួកយើងលើកជូនលោកប្រធានចាំងមកកែវទៀតតោះល្អណាស់ស្វាគមន៍លោកប្រធានចាំងត្រឡប់មកប្រទេសវិញមកហើយស៊ុបឆ្អឹងជំនីជ្រូកដែលអូនចូលចិត្តបំផុតអូនសម្លាញ់ឆាប់ភ្លក់មើលទៅអូនសម្លាញ់នេះអូននៅខឹងនឹងបងទៀតតាមិនដែរទេអូនកុំបារម្ភអីបងស្បត់ថាបងនឹងឈប់លេងល្បែងទៀតហើយរឿងកម្ចីអនឡាញលើកនេះបងនឹងរកវិធីសងគេហើយលើកចុងក្រោយហើយនេះគឺជាលុយដែលប៉ាម៉ាក់ឲ្យបងយកទៅសងបំណុលសិនទៅសង្ឃឹមថាពាក្យជាចាមរាមិនធ្វើឲ្យប៉ះពាល់ដល់ពួកគាត់ទេប៉ាហើយនឹងម៉ាក់គាត់ដឹងរឿងនេះដែរមែនទេថ្ងៃនេះជាថ្ងៃកំណើតបងឆាប់ញ៉ាំបាយទៅណែប្រពន្ធស្មានអូនសម្លាញ់នេះអូនកើតអីហ្នឹងមិនអីទេគ្រាន់តែក្រពះមិនស្រួលមានអារម្មណ៍ថាចង់ក្អួតអញ្ចឹងស្អែកពួកយើងទៅមន្ទីរពេទ្យពិនិត្យបាត់ទៅនេះមិនមែនជាជំងឺក្រពះទេអ្នកនាងមានផ្ទៃពោះ5សប្តាហ៍ហើយកូនមានចង្វាក់បេះដូងនិងដុំសាច់តូចហើយគ្រាន់តែចង្វាក់បេះដូងមិនទេដល់ពេលនោះត្រូវតែប្រយ័ត្នប្រយែងបន្តិចខំយកកូនយូរហើយតែមិនមានដំណឹងសោស្មានមិនដល់ថានឹងមានភ្លាមបែបនេះសោកូនសម្លាញ់កូនត្រូវធំធាត់ឲ្យបានល្អប្រហែលជាកូនធ្វើឲ្យគ្រួសារមួយនេះមានអីផ្លាស់ប្ដូរមិនខានវិញ្ញាណអូនមានដំណឹងល្អមកយាកូនឆាប់មកប៉ោះប៉ូលីសមកវិញ្ញាណលេងល្បែងត្រូវប៉ូលីសចាប់ហើយមីម៉ាមៀវបើកូនពិបាកចិត្តក៏និយាយចេញមកម៉ាក់នៅទីនេះហើយអូនសម្លាញ់បងសុំទោសជាកំហុសរបស់បងមិនមែនជាមនុស្សទេបងជាមនុស្សចង្រៃបងមិនមែនជាមនុស្សទេឯងវាយខ្លួនឯងធ្វើអីទៅឯងទើបតែចេញមកទេប្រពន្ធសម្លាញ់បងសុំទោសបងពិតជាដឹងខុសពិតមែនហើយចាងវិញ្ញាណតើឯងមានទំនួលខុសត្រូវខ្លះដែរទៅហេតុអីក៏ឯងកែមិនឡើងបែបនេះហេតុអីក៏ឯងធ្វើដាក់កូនយើងបែបនេះទៅកើតម៉ាក់ខ្ញុំសុំទោសជាកំហុសរបស់ខ្ញុំមានកំហុសចំពោះនាងទៀតហើយបើមិនមែនជាកំហុសឯងចុះជាអ្នកណាទៅឬក៏ជាកំហុសកូនស្រីយើងអ្នកដន្លងអ្នកបន្ធូរកំហឹងសិនទៅគេក៏បានវេខ្លួនឯងរួចហើយដែរសំខាន់បំផុតពេលនេះគឺមាវាវហើយនឹងចៅមែនទេចៅគឺបានបាត់បង់បាត់ទៅហើយប្រពន្ធសម្លាញ់ប្រពន្ធសំទោសទោសឱកាសបងម្ដងទៀតផងប្រពន្ធសម្លាញ់ឲ្យឱកាសបងម្ដងទៀតផងអត់ទោសបងផងប្រពន្ធសម្លាញ់មាវគ្រាន់បើបន្តិចហើយនៅប្រពន្ធសម្លាញ់បើតាមខ្ញុំគិតមកម៉ែគឺខ្វះការហាត់ប្រាណរាងកាយរបស់នាងគឺទន់ខ្សោយពេកបើមិនចឹងទេក៏មិនដល់ថ្នាក់នេះដែរកាលនោះខ្ញុំពពុះវិញ្ញាណខ្ញុំនៅរត់ទៅរត់មកយកអីវ៉ាន់ទៀតម៉ាក់ក៏មិនតនិយាយពីវាទៀតអីលែងលះទៅអត់ទេมันអាចលែងគ្នាទេអូនសម្លាញ់ទុកឱកាសបងជាលើកចុងក្រោយទៅបងសន្យាថាបងនឹងកែប្រែបងនឹងមិនលេងល្បែងតទៅទៀតទេវិញ្ញាណខ្ញុំធ្លាប់បានទុកឱកាសឲ្យបងច្រើនដងហើយតាំងពីរៀបការរហូតដល់ពេលនេះតាំងពីបងលេងល្បែងលើកដំបូង3ឆ្នាំហើយខ្ញុំលែងចង់ទុកឱកាសឲ្យបងទៀតហើយចាំពេលខ្ញុំចេញពីមន្ទីរពេទ្យម៉ាក់រៀបចំលែងលះទៅអត់ទេប្រពន្ធសម្លាញ់ម៉ាក់ប្រពន្ធសម្លាញ់ខ្ញុំចង់ទៅផ្ទះវិញបានពួកយើងទៅផ្ទះវិញប្រពន្ធសម្លាញ់បងដឹងថាបងនិយាយអីពេលនេះក៏អូននេះមិនជឿដែរបងសុំស្បត់មុខណា
ថាបងនេះនឹងកែប្រែបងស្បត់ មួយជីវិតនេះបងនឹងលេងល្បែងតទៅទៀតហើយខ្ញុំលែងជឿបងទៀតហើយមួយជីវិតនេះខ្ញុំលែងចង់ឃើញមុខបងទៀតហើយចេញទៅ មេប្រពន្ធសម្លាញ់គ្រាន់តែលួចកូនសោះខឹងអីក៏ខឹងម្ល៉េះ បើមិនរសារហូតមកនាងយកកូនមិនបានទេ យួនក៏មិនញៀនល្បែងក៏មិនខ្ចីលុយអនឡាញដែរ អ្នកនិយាយឈួតស្អី រឿងនេះវាពាក់ព័ន្ធអីនឹងកូនស្រីខ្ញុំ គឺខ្ញុំនិយាយខុសហើយចាស់ពោលថា សុកចិត្តវ័យវត្តចោលក៏មិនបាច់ចំណងអាពាហ៍ពិពាហ៍គេដែរ ពួកគេទាំងពីរស្គាល់គ្នាតាំងពីរៀនមហាវិទ្យាល័យរហូតដល់ពេលនេះក៏មិនងាយស្រួលដែរ ម៉ាក់ម៉ែវ អ្នកជួយនិយាយជាមួយម៉ែវបន្តិចទៅ ប្រពន្ធសំឡាញ់អូនធ្វើចិត្តតិចបន្តិចប្រពន្ធសំឡាញ់ ខ្ញុំទុកឱកាសឲ្យបងប្រហែលដងហើយអត់ទុកឲ្យបងប្រហែលដងហើយ លេងដៃទៅវាយបងមកប្រពន្ធសម្លាញ់ គឺលីហ្វីនឹងប៉ាពួកគេហៅបងទៅទេ ដើមឡើយគឺបងមិនចង់ទៅទេ ប៉ុន្តែបងចង់រកលុយឲ្យច្រើនតិច ដើម្បីឲ្យអូនហើយនឹងកូនរស់នៅឲ្យបានល្អ បងគ្រាន់តែចង់ឲ្យប៉ាម៉ាក់របស់អូនមើលមកក្នុងផ្លូវល្អប៉ុណ្ណោះនេះគឺជាលើកទី1ហើយដែលបងចូលលេងល្បែងក្នុងប្រហែលខែនេះគ្រប់គ្រាន់ហើយបងលេងល្បែងប្រហែលដងហើយនៅក្នុងចិត្តបងគឺដឹងច្បាស់ណាស់តើអ្នកណាបង្ខំឲ្យបងទៅលេងថាដើម្បីពួកយើងនោះហើយវាយ៉ាងម៉េចទៀតខ្ញុំមិនចង់ឃើញមុខបងទៀតទេអូនសម្លាញ់ លេងដៃទៅអត់ទេប្រពន្ធសម្លាញ់អូនអត់ទោសឲ្យបងនេះម្ដងទៀតទៅ បងសន្យាថាថ្ងៃក្រោយបងនឹងឈប់លេងល្បែងតទៅទៀតហើយស្អែកម៉ោង 10 ជួបគ្នានៅសាលាស្រុក ចៅមិនយូរមិនសមនឹងអូនទេថ្ងៃក្រោយកុំមកដាល់ឲ្យខ្លួនឯងរងទុកទៀតអី ជួយមើលថាគ្រូបង្រៀនលៀនមួយយៈនិងអនុវិទ្យាល័យចៅយ៉ាងផងត្រូវប្រកាសថានាងសុខភាពល្អហាមរំខាននាងមិនអីទេបើចង់យកចិត្តទុកដាក់ចំពោះនាងតើត្រូវប្រើឋានៈអ្វីទៅនាងទើបឆ្លងកាត់រឿងទាំងអស់នេះអ្វីដែលត្រូវការគឺភាពស្ងប់ស្ងាត់មិនត្រូវការការរំខានដោយគ្មានហេតុផលទេលោកប៉ាតើប៉ាកំពុងមើលអីហេតុអីក៏ទឹកមុខមើងម៉ាត់បែបនេះគ្មានអីទេចេញពីមន្ទីរពេទ្យលើកនេះត្រូវហាត់ប្រាណយ៉ាងទេឲ្យបាន30នាទីមិនចឹងទេប៉ានឹងពិន័យកូនឲ្យចម្លងមេរៀនឲ្យដឹងទេ ចាលោកប៉ាកូននឹងប្រឹងហាត់ប្រាណឲ្យបានល្អ មែនសុំទោសដែលមិនអាចផ្ដល់នូវជីវិតដែលអូនចង់បាន ពេលនេះអូនមានសេរីភាពហើយ សំដីខ្លះមិនបាច់និយាយទៀតទេ ទើបថ្ងៃមុខរស់នៅរៀងខ្លួនទៅពេលនេះផ្ទះបងបានដាក់លក់ហើយពេលនេះក្នុងខ្លួនបងគ្មានលុយសុទ្ធទេលុយ50ម៉ឺននោះបងសុំវាយឲ្យអូនយឺតបន្តិច បានម៉ាម៉ាបាន មេតើអូននៅមានចិត្តស្រឡាញ់បងបន្តិចដែរទេសំដីទាំងនេះមិនបាញ់និយាយទៀតទេខ្ញុំហត់ណាស់គឺពិតជាហត់ណាស់ការធ្វើបែបនេះគឺសុទ្ធតែល្អចំពោះពួកយើង សុទ្ធតែជាការរំដោះខ្លួន សង្ឃឹមណាចឹងចុះ បងនៅតែសង្ឃឹមថាអូននឹងមានក្តីសុខរវាងពួកយើងគឺបងធ្វើខុសចំពោះអូនគឺបងជពាក់អូន ហើយក៏ជាពាក់កូនយើងដែរខ្ញុំនៅមានម៉ោងបរិញ្ញាទៀត មិនអីទេវានឹងល្អប្រសើរឡើងវិញរស់នៅម្នាក់ឯងក៏អាចរស់នៅបានល្អដែរនាងនៅមានបាម៉ាក់ជាខ្នងមួយឯងទៀតទើបថ្ងៃមុខនឹងកាន់តែល្អប្រសើរឡើងហើយរឿងរ៉ាវស្នេហាប៉ុន្មានឆ្នាំមុននេះទាំងភាពរីករាយការឈឺចាប់និងក្តីសុខទីបំផុតក៏បានបញ្ចប់ជាស្ថាពរអតីតកាលដ៏ក្រៀមស្វិតមិនបាច់ក៏លេចមើលក្រោយទេចាប់ពីថ្ងៃនេះតទៅខ្ញុំត្រូវរស់នៅដើម្បីខ្លួនឯង
ប្រធានចៅជួបលោកលើកចុងក្រោយកាលពី8ឆ្នាំមុនពេលលោកចុះមកត្រួតពិនិត្យខ្ញុំនេះមិនស្មានសោះថាមុនខ្ញុំចូលនិវត្តន៍បានជួបលោកម្ដងទៀតសោះមិនហើយពេលជួបលោកលើកទី1លោកទើបចូលកាន់តំណែងទេមួយផ្លែតសោះលោកក៏ដល់ពេលចូលនិវត្តន៍ទៅហើយខ្មែរមិនហើយពេលវេលាពិតជាមិនចាំយើងទេនេះកំពុងធ្វើអីទៅយើងប្រហែលជានៅក្នុងសាលាដែរហើយអញ្ចឹងពួកយើងចាប់ផ្ដើមតែម្ដងទៅល្អណាស់លឺមកចុក